ថ្ងៃនេះខ្ញុំចង់មកបង្ហាញពីវិធីវឹកហាត់ចិត្តខ្លួនឯងឲ្យកាន់តែខ្លាំងស្ដាប់រឿងនេះឲ្យចប់អ្នកនឹងកាន់តែប្រសើរឡើងពីមួយកម្រិតទៀតទី1រឿងអ្វីក៏ដោយមើលទៅលើលទ្ធផលតែកុំសួរពីមូលហេតុច្រើនពេករឿងវាបានកន្លងហួសទៅហើយស្ដីមិនទុកក៏អត់ប្រយោជន៍ដែរបើគេចង់និយាយគេនឹងនិយាយមិនចាំបាច់សួរនាំគេនោះទេទី2គោរពការសម្រេចចិត្តរបស់អ្នកដទៃមនុស្សម្នាក់ៗសុទ្ធតែមានហេតុផលនិងការសម្រេចចិត្តរៀងៗខ្លួនមិនមានខុសឬត្រូវនោះទេទី3អនុញ្ញាតឲ្យអ្វីៗគ្រប់យ៉ាងកើតឡើងអ្វីគ្រប់យ៉ាងមិនមែនមកពីយើងទាំងអស់នោះទេរឿងខ្លះយើងមិនអាចគ្រប់គ្រងបានឡើយកុំបង្ខំកុំបន្ទោសកុំគេចវេះទី4ប្លុកអ្វីគ្រប់យ៉ាងដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នករស់នៅក្នុងសង្គមតែកុំរស់នៅក្នុងបណ្ដាញសង្គមកុំអនុញ្ញាតឲ្យអ្នកណាម្នាក់បំផ្លាញក្តីសុខរបស់អ្នកឲ្យសោះទី5កុំមានប្រតិកម្មលឿនពេករឿងខ្លះមិនអាក្រក់ដូចយើងគិតទេជួបរឿងអ្វីក៏ដោយត្រូវទុកពេលវេលាឲ្យវាបន្តិចសិនសូមអរគុណសម្រាប់ការតាមដានរបស់បងប្អូន